ស្និកជនជាទីមេត្រីសិល្បៈល្ខោនបាសាក់បានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយសហគមន៍ជនជាតិខ្មែរនៅតំបន់ដាំបូតាំងពីយូរមកក្រុមល្ខោនបាសាក់កាលពីសម័យមុនសុទ្ធតែមានដើមកំណើតមកពីអ្នកដែលមានចំណូលចិត្តសិល្បៈនៅក្នុងសហគមន៍ខ្មែរហើយបានក្លាយជាក្រុមល្ខោនដែលមានឈ្មោះបោះសម្លេងជាបន្តបន្ទាប់ដោយបានបន្សល់ទុកនៅចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅតាមរយៈខែឆ្នាំប្រវត្តិសាស្ត្រនីមួយៗក្នុងចំណោមក្រុមល្ខោនបាសាក់បានមនុស្សជាច្រើនចងចាំនោះគឺក្រុមល្ខោនរងរងបច្ចុប្បន្នជាក្រុមសិល្បៈខ្មែររងរងស្ថិតនៅក្នុងឃុំធំវ៉ាទីក្រុងកឹងថើមូលហេតុដែលក្រុមសិល្បៈនេះនៅតែបន្តសកម្មភាពរហូតមកដល់សប្តាហ៍ថ្ងៃគឺដោយសារតែមានអ្នកបន្តវេនមរតកពីចំនួនមួយទៅចំនួនមួយហើយកម្មវិធីនៅថ្ងៃនេះយើងខ្ញុំសូមនាំមកជូនទស្សនិកជននៅរឿងរ៉ាវនៃការបន្តអាជីពដ៏គួរឲ្យចំណាប់អារម្មណ៍នៅក្រុមសិល្បៈមួយនេះក្រុមសិល្បៈខ្មែររងរងបានបង្កើតឡើងក្នុងឆ្នាំ1978គ្រាដំបូងបង្កើតចេញពីក្មេងមួយក្រុមដែលមានចំណូលចិត្តផ្នែកសិល្បៈល្ខោនបាសាក់ឈ្មោះហៅខាងលើមានប្រភពតាំងពីពេលទើបបង្កើតក្រុមដោយសារកង្វះមូលដ្ឋានសម្ភារៈនិងឧបករណ៍ដូច្នេះពេលទៅសម្ដែងក្រុមតែងតែយកកំប៉ុងទឹកដោះគោខ្នាតធំនិងធុងចមកធ្វើជាសកលដើម្បីបម្រើការសម្ដែងតាំងពីនោះមកទើបប្រជាជននិងទស្សនិកជនហៅថាក្រុមល្ខោនបាសាក់វៃឡង់ដែលមានន័យថាវៃកំប៉ុងមួយរយៈក្រោយមកបងប្អូនក្នុងក្រុមបានឯកភាពគ្នាដាក់ឈ្មោះថាល្ខោនបាសាក់រងរងហើយយូរទៅចាស់ក្នុងគុំស្រុកក៏បានបដូរទៅជារងរងរហូតមកដល់សប្តាហ៍អ្នកដែលចេញមុខទទួលបន្ទុកបង្កើតក្រុមនិងថែរក្សាក្រុមសិល្បៈនេះគឺលោកតាបូស៊ីវមានស្រុកកំណើតនៅឃុំគូតាំងស្រុកជោថាញ់ខេត្តសត្វត្រង្ចាបច្ចុប្បន្នគឺជាឃុំធួងវ៉ាទីក្រុងកឹងថើបន្ទាប់ពីនោះកូនប្រុសរបស់គាត់គឺលោកបូស៊ុនបានបន្តដឹកនាំក្រុមលោកបូស៊ុនចែកឋានទៅបងបូស៊ុងជាអ្នកបន្តវេនពីឪពុកហើយបងដឹកនាំក្រុមរហូតមកដល់សប្តាហ៍ថ្ងៃដោយទូនីតិជាអ្នកបន្តវេនពីឪពុកចិញ្ចឹមអាជីពបងបូស៊ុងបានឆ្លងកាត់ការលំបាកជាច្រើនដើម្បីជួយឲ្យក្រុមរក្សាសកម្មភាពនិងរីកចម្រើនដោយសពថ្ងៃចំពោះបងប៉ុន្មានខែឆ្នាំបានទៅសម្ដែងជាមួយនឹងឪពុកហើយបងបានដប់ជាប់ក្នុងចងចាំតាំងពីក្មេងតាមរយៈការដើរសម្ដែងទាំងនោះបងក៏បានយល់ច្បាស់អំពីការលំបាកនិងភាពហត់នឿយនៃរបរនេះព្រមទាំងដកស្រង់នៅមេរៀនបទពិសោធន៍ដ៏មានតម្លៃដើម្បីជួយឲ្យក្រុមមួយថ្ងៃកាន់តែរីកចម្រើនជាលំដាប់ហើយនៅពេលខ្លះទៅជាអ្នកដឹកនាំក្រុមជាផ្លូវការបងបានយកមេរៀនទាំងនោះមកអនុវត្តជាក់ស្ដែងទោះជាយ៉ាងណាដើម្បីដឹកនាំក្រុមសិល្បៈមហាជនដូចជាក្រុមរងរងតម្រូវឲ្យបងមិនត្រឹមតែមានភាពប៉ិនប្រសប់ក្នុងការដឹកនាំប៉ុណ្ណោះទេបងនៅតែគិតគូរយ៉ាងល្អិតល្អន់ពីផ្នែកសេដ្ឋកិច្ចដើម្បីធ្វើយ៉ាងណាឲ្យមានថវិកាគ្រប់គ្រាន់ដើម្បីសម្រាប់រក្សាសកម្មភាពរបស់ក្រុមក្នុងខែឆ្នាំនៃសមាហរណកម្មនិងការប្រជែងយ៉ាងខ្លាំងក្លាជាមួយនឹងទម្រង់សិល្បៈទំនើបដទៃទៀតដើម្បីធ្វើបានប្រការនោះបងត្រូវខិតខំស្រាវជ្រាវសិក្សារៀនសូត្រនិងបំពេញចំណេះដឹងយ៉ាងច្រើនពីរបរសិល្បៈដែលដូនតាបានបន្សល់ទុកឲ្យខាងផែសិល្បៈនេះវាបាក់កន្លែងនេះព្រោះពីមុនអូគាត់ធ្វើសិល្បៈហ្នឹងបាក់មិនតតិចខ្ញុំឡូវព្រោះចំណន់អូខ្ញុំដោយបងខ្ញុំមិនដល់ខ្ញុំពីមិនបងខ្ញុំអូខ្ញុំបាក់ខ្ញុំឃើញបងខ្ញុំនៅទូចនៅតែចឹងឃើញបាក់ទៅទី1ទី2គុណលខនវាគ្មានការងារធ្វើបើមកពេញតែតាសៅក៏សៀលំថាសៀលំសោដកដែលឡូវដោយបងខ្ញុំក៏នៅបាក់ដែលខ្ញុំមកស្នុកស្នុកមិនញ៉រត់ដឹកកុងទីនៅបានកុងទីពេលប្រលប់យើងតសម្ដែងអញ្ចឹងម៉ោង10ម៉ោង10ទៅចាប់ហើយចាប់ហើយអស់បងប្អូនស្អែក5យើងទៅធ្វើការបានទៀតតែពីដើមយើងរកមកតំណងអញ្ចឹងដល់ម៉ោង3ម៉ោង4ចាំពេលយប់បើយើងតថែមឆាកហ្នឹងទៅប្រាប់មកយប់ហ្នឹងតចាប់យប់ក្រោយបើយើងតទៀតអត់បានពេលយប់ហ្នឹងឥឡូវធម្មតាឥឡូវnhà nướcឲ្យយើងទៅយិនរឿងសិល្បៈហ្នឹងរឿងnghệ thuậtហ្នឹងយើងទៅយិនយើងឲ្យទី1ទី2ទៅឲ្យយើងទៅយកលូ
tập lỏng chứ tha tập lỏng ở bên tha năng lực chấn nhưng tập lỏng chứ đặng lỏng ở Việt ná lỏng nó giao lưu đấy nhưng tàu giao lưu cái mức krom kế tàu thơ Việt ná krom nhưng tàu thơ Việt ná bình dương một té dân đi kịch mới đọc sọt dân tàu thơ Việt ná bình krom nhưng mà chưa lươn tàu mục tiêu ក្នុងសង្វាក់ជីវិតសង្គមទំនើបនិងអភិវឌ្ឍល្ខោនបាសាក់ជួបការលំបាកនិងបញ្ហាសាក់លបងជាច្រើនហេតុដូច្នេះក្រុមខ្លះត្រូវបានរំសាយដោយសារតែមិនអាចបន្តរកស៊ីចិញ្ចឹមជីវិតជាមួយនឹងរបរនេះបានអ្វីត្បិតដូច្នេះចំពោះអ្នកដែលស្រឡាញ់និងមានចំណូលចិត្តសិល្បៈល្ខោនបាសាក់ពិតប្រាកដដូចជាបងបូសុងការចិញ្ចឹមបំពន់សិល្បៈជនជាតិគឺជាការទទួលខុសត្រូវ នឹងជាមោទនភាពរបស់បង hướng lục kế sầm sờ bãi mới là bạc ti muối để mà sờ bạc nó bạc ti muối dân tàu giúp lục bay đâm tức phân lạnh đòn hay lạnh đếch lạnh nâu ở trong tầng ó tầng mê bật thén tầng côn lục kế ấy vào bạc hay lạnh nóng á tí cho tôi sọc sẻ cho họ bên sáng tôi sọc sẻ nó mấy tức cốt nhưng cho tôi tức cốt tàu dân hủy comment cho bạc lại không để càng sờ bãi chứ mấy dân tàu bờ lọn tàu ấy chụp múc nó bằng ôn dân họ khné các tỉnh bằng xuống cái lông nó chụp nó vậy tao hưởng tao nụ sao là bạc tao sờ bãi bạc lại nó cái hưởng sao là bạc bãi bên á bạc bên đứng nhưng mà hưởng sơ sao là bạc này nhóm cứ tha phải ô nhóm phải bọn nhóm bọn ôn bằng anh tạm nét mà cần ôi nhóm nước khơi thà tăng chất thôi đi mà chịu là hưởng sao là bạc thơ là mấy dân kia ok cho móc bình dương thơ mấy ôi bằng ôn tao là na cái lực hưởng xăm crom sao là bạc mai ròng ròng ôi mà tập phép អ្វីត្បិតដូច្នេះដើម្បីអាចរក្សាក្រុមល្ខោនមហាជនដូចជារងរងតម្រូវឲ្យមានសាមគ្គីភាពនិងការស្របចិត្តគំនិតរបស់សមាជិកក្នុងក្រុមមានបែបនេះទើបក្រុមអាចជំនះរាល់បញ្ហាប្រឈមដើម្បីឈានឡើងរីកចម្រើនក្នុងសង្វាក់ជីវិតសង្គមទំនើបហើយបងប្អូនសិល្បករសិល្បករនីរបស់ក្រុមរងរងក៏បានយល់ច្បាស់ពីចំណុចនោះ មានសិល្បករជាច្រើនយប់ឡើងសម្ដែងថ្ងៃទៅធ្វើកម្មករហើយក៏មានអ្នកខ្លះថ្ងៃទៅលីស្រូវដល់យប់ឡើងឆាកសម្ដែងរាល់ពេលដែលឆាកល្ខោនបំភ្លឺឡើងគឺជាពេលដែលពួកគាត់បដិអារម្មណ៍ចូលទៅក្នុងតួអង្គសម្ដែងបញ្ចេញអស់ពីសមត្ថភាពដើម្បីបម្រើទស្សនិកជនយ៉ាងចុកចិត្ត ពេលខែបាំងជីងសម្ដែងប្រមូលគ្នាប្រធានល្ខោនប្រធាននឹងអនុប្រធានគេប្រជុំគ្នាមកគេថាឥឡូវអាដូវបាំងនឹងយើងខំបាំងជីងសម្ដែងដល់ពេលធ្លាក់ភ្លៀងរដូវធ្លាក់ភ្លៀងខំបាំងក៏បីជាអ្នកណាហៅទៅធ្វើស្រែឆ្លោកធ្វើចេះធ្វើអញ្ចឹងខំបាំងពលកម្មហើយក៏ចេះធ្វើអញ្ចឹងហើយដល់ពេលរដូវជីងសម្ដែងទៀតប្រធានគេឲ្យដឹងពីមិនណាពិបាកដល់ឡូវនឹងទៅជាសំណុកវិញមកពីមានទូរស័ព្ទដៃចង់គ្រប់គ្នា ประเทศกี่ก้อนในโคลเต้ากี่เตมอจึงได้กี่ดักไงถ้าไงนี่ต้องสำแดงแหล่งนี่แหล่งนู้นจุ้งแหวกเคยแบบอ๋อมาย่างได้บัดสอบทั้งไงโอนเธอการโรงจักรธรรมดาเป็นกรมสำแดงโอนบานจริงสำแดงเยธรรมดาโอนเป็นรำสบายขนมจัดเป็นละบานบังหัน สมรรถภาพจูนปุกไม้บางปนเทศนาต่างหากนี่บ้าง ទំពាំងស្នងឬស័យលំហូរនៃសិល្បៈល្ខោនបាសាក់នៅក្រុមរងរងមិនដែលដាច់ឡើយចាប់ពីការសម្ដែងតាំងពីសម័យដើមរហូតក្លាយទៅជាក្រុមសិល្បៈដែលធំដឹងក្តីដោយសពថ្ងៃគឺជាដំណើរនៃការបន្តវេនដោយញើសឈាមនិងមោទនភាពនៃគ្រួសាររបស់បងបូសុងចំពោះបងក្រុមល្ខោននេះមិនត្រឹមតែជាមុខរបរចិញ្ចឹមជីវិតប៉ុណ្ណោះទេនៅតែជាវត្ថុអនុស្សាវរីយ៍ដ៏ពិសិដ្ឋដែលឪពុកនិងបងប្រុសបន្សល់ទុកឲ្យនៅពេលដែលសម្លេងស្គរល្ខោនបាសាក់នៅតែបន្លឺឡើងក្នុងភូមិស្រុកនោះហើយភ្លើងនៃរបរសិល្បៈដែលដូនតាបានប្រទេមកនឹងនៅតែឆេះសន្ធោសន្ធៅជានិច្ចជាអ្នកនាំផ្លូវឲ្យចំនួនក្រោយសំណេរបន្តនៅអត្តសញ្ញាណជាតិជានិរន្តរ៍ ក៏ប៉ុន្តែបិទសែនបិតារបស់បិទនៅរស់ក៏រមួយយ៉ាងណាទេបិទថ្ងៃនេះចៅឡើងមកថ្វាយបង្គំលោកតា
តើមានការអីដែលចៅ